ក្រុមវិសុបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនពីអត្ថប្រយោជន៍នៃពងទាកូនណាហើយពាក់ព័ន្ធជាមួយនឹងពងទាកូនគឺជាអាហារដ៏មានប្រជាប្រិយភាពមួយនៅក្នុងប្រទេសកម្ពុជាយើងនិងបណ្ដាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងហ្នឹងណាហើយក្រៅពីមានរសជាតិឆ្ងាញ់និងប្លែកវាក៏ផ្ដល់នៅអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់អញ្ចឹងខាងក្រោមនេះខ្ញុំនឹងបង្ហាញពីអត្ថប្រយោជន៍ចម្បងនៃពងទាកូន5ចំណុចណាខ្ញុំលើក5ចំណុចអញ្ចឹងមុននឹងខ្ញុំបង្ហាញសូមឲ្យបងប្អូនជួយចុច like subscribe និងសញ្ញារូបកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបន្តទៀតអញ្ចឹងអរគុណច្រើនបងប្អូនហើយទី1គឺវាសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់នៅក្នុងពងទាកូនគឺជាវាមានប្រភពប្រូតេអ៊ីនខ្ពស់ល្អឥតខ្ចោះដែលជួយទៅដល់ការស្ថាបនានិងជួសជុលកោសិកាឬក៏សាច់ដុំដែលខូចខាតណាហើយវាបង្កើននូវថាមពលទៅដល់រាងកាយធ្វើឲ្យយើងមានអារម្មណ៍ថាស្វាហាប់អញ្ចឹងណាបងប្អូនហើយចំណុចទី2គឺវាជួយពង្រឹងឆ្អឹងនិងធ្មេញចឹងនៅក្នុងពងទាកូនវាមានផ្ទុកជាតិកាល់ស្យូមនិងផាស្វ័រខ្ពស់ដែលជាសារធាតុទាំងនេះហើយដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យឆ្អឹងនិងធ្មេញយើងនឹងរឹងមាំហើយការពារជំងឺពុកឆ្អឹងជាពិសេសគឺចំពោះមនុស្សចាស់តែម្ដងហើយចំណុចទី3គឺវាការពារភាពស្លេកស្លាំងហើយជាតិដែកដែលមាននៅក្នុងពងទាកូននោះវាមានតួនាទីជួយទៅដល់ការផលិតគ្រាប់ឈាមក្រហមការទទួលទានវាជួយឲ្យបង្ការនិងកាត់បន្ថយហានិភ័យនៃជំងឺស្លេកស្លាំងឬក៏ខ្វះនៃឈាមហើយមួយទៀតនោះចំណុចទី4គឺវាជំនួយទៅដល់ភ្នែកនិងប្រព័ន្ធភាពស៊ាំអញ្ចឹងវីតាមីន A វាជួយថែរក្សាភ្នែកឲ្យយើងនឹងមើលឃើញច្បាស់ល្អនិងការពារភ្នែកពីការខូចខាតផ្សេងណាហើយវីតាមីន B1 B2 B12 វាជួយទ្រទ្រង់ប្រព័ន្ធប្រសាទនិងជួយបំលែងអាហារទៅជាថាមពលអញ្ចឹងណាបងប្អូនហើយមួយទៀតចំណុចទី5ចុងក្រោយគេគឺវាល្អសម្រាប់ស្ត្រីដែលមានផ្ទៃពោះឬក៏ស្ត្រីដែលទឹមសម្រាលកូនរួចនៅក្នុងវប្បធម៌ខ្មែរឬក៏អាស៊ីគេច្រើនឲ្យស្ត្រីមានផ្ទៃពោះឬក៏ស្ត្រីដែលទៅនឹងសម្រាលកូនរួចទទួលទានពងទាកូនព្រោះវាផ្ដល់នូវថាមពលលឿននិងជួយស្ដារកម្លាំងដែលបាត់បង់យ៉ាងច្រើនហ្នឹងឲ្យមកប្រសើរឡើងវិញណាហើយពាក់ព័ន្ធជាមួយនឹងសុខភាពវិញគឺចំណុចដែលគួរប្រយ័ត្នគឺបងប្អូនគួរតែញ៉ាំពងទាកូនហ្នឹងបាទឲ្យបានជាប្រយោជន៍ប៉ុន្តែកុំញ៉ាំច្រើនពេកព្រោះញ៉ាំច្រើនពេកវាផ្ទុកនៅជាតិខ្លាញ់ច្រើនណាបងប្អូនជាតិច្រើនខ្ពស់អញ្ចឹងបងប្អូនមិនគួរញ៉ាំច្រើនពេកទេបងប្អូនអាចញ៉ាំពងទាកូនចន្លោះមួយសប្តាហ៍គឺមួយគ្រាប់ទៅពីរគ្រាប់បានហើយឬក៏អាចទៅ3គ្រាប់ហ្នឹងបានដែរបងប្អូនមួយសប្តាហ៍ណាហើយអ្នកដែលមានជំងឺលើសឈាមឬក៏ជំងឺបេះដូងឬក៏ខ្លាញ់ក្នុងឈាមខ្ពស់ណាគួរតែប្រយ័ត្នក្នុងការបរិភោគទទួលទានហ្នឹងណាបងប្អូនមុនទទួលទានបងប្អូនត្រូវចម្អិនឲ្យបានឆ្អិនល្អឬក៏ស្ងោរឲ្យបានពុះបានយូរដើម្បីជៀសវាងមេរោគឬក៏បាក់តេរីផ្សេងមកយាយីនៅក្នុងរាងកាយរបស់យើងណាអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូខ្ញុំមានប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំបង្ហាញមកនេះណាបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទ